នាយវិសាខានោះក្រាបទូលសួរព្រះអង្គតើសូរានោះមានតាំងពីពេលណាមកព្រះអង្គក៏នាំអតីតនិទានមកសម្ដែងក្នុងអតីតកាលព្រះបាទព្រហ្មទត្តគ្រងរាជសម្បត្តិក្នុងនគរពារាណសីមានព្រានព្រៃម្នាក់ឈ្មោះសូរៈជាអ្នកស្រុកដែនកាសីបានទៅកាន់ព្រៃហេមពាន្តដើម្បីស្វែងរករបរក៏ក្នុងព្រៃហេមពាន្តនោះមានដើមឈើមួយដើមត្រង់ល្អហើយមានទំហំមួយជួរបរោះដើមឈើនោះបានបែកចេញជា3ប្រគាបចន្លោះនៃប្រគាបទាំង3របស់ដើមនោះមានព្រុងធំមួយប៉ុនពីងព្រុងនោះប្រហោងឈើការភ្លៀងធ្លាក់ក៏ពេញទៅដោយទឹកមានដើមសមកទួតព្រៃនិងវល្លិម្រេចដុះជុំវិញដើមនោះអញ្ចឹងផ្លែនៃដើមឈើនោះវាទុំហើយនោះក៏វាជ្រុះធ្លាក់ចាក់ទៅចុះទៅក្នុងព្រុងនោះទៅប្រហោងឈើហ្នឹងហើយនៅក្បែរដើមឈើនោះមានស្រូវសាលីដុះឯងនៅមានសេកទាំងឡាយមកពំយកគួរស្រូវសាលីអំពីទីនោះហើយក៏ហើរទៅទំពាស៊ីនៅលើដើមឈើនោះការពួកសេកនាំគ្នាចឹកស៊ីហើយអាក្របស្រូវក្តីសម្បកស្រូវក្តីនឹងក៏ធ្លាក់ចុះទៅក្នុងព្រុងនោះចឹងទឹកក្នុងព្រុងនោះត្រូវកម្ដៅថ្ងៃដុតក៏កើតមានរសមានពណ៌ក្រហមដោយប្រការដូច្នេះក្នុងរដូវក្តៅវងបាក់សីទាំងឡាយដែលស្រេកទឹកហើរមកផឹកទឹកនោះក៏ស្វឹងផ្លាត់ធ្លាក់ចុះទៅត្រង់គល់ឈើនោះហើយសន្លប់មកផ្លែតទើបដឹងខ្លួនបន្លឺសំឡេងហើយហើរទៅសំបីឆ្កែព្រៃនិងស្វាជាដើមក៏របៀបដូចគ្នាអញ្ចឹងផឹកហើយបកាច់បកិនសន្លប់ព្រានព្រៃឃើញនៅឆ្នោះហើយក៏គិតថាបើទឹកនោះមានពឹសសត្វទាំងនេះគង់នឹងស្លាប់តែនេះវាគ្រាន់តែសន្លប់បន្តិចហើយក៏ហើរទៅតាមសបាយទឹកនេះគង់មិនមានពឹសទេអញ្ចឹងគាត់ក៏ដងទឹកនឹងផឹកក៏កើតការស្វឹងដល់ស្វឹងប្រាថ្នានឹងស៊ីសាច់សត្វក៏បង្កាត់ភ្លើងឲ្យឆេះឡើងហើយសម្លាប់បាក់សីដែលផ្លាត់ធ្លាក់មកតាមគល់ឈើនឹងមានសត្វតាទានិងមាន់ជាដើមអាំងសាច់ត្រង់ភ្នក់ភ្លើងនឹងស៊ីទៅដៃមួយរាំដៃមួយកាន់សាច់ខំស៊ីបាននៅក្នុងកន្លែងហ្នឹងអស់មួយថ្ងៃពីរថ្ងៃនៅក្នុងទីចិត្តហ្នឹងមានតាបោះមួយរូបឈ្មោះវរុណៈព្រានព្រៃដើរទៅកាន់សំណាក់តាបោះនោះហើយដោយធុរៈយ៉ាងដតីក៏បានកើតការគិតថាយើងនឹងផឹកទឹកនេះរួមជាមួយតាបោះចឹងក៏បានដងទឹកដាក់បំពង់ឫស្សីរហូតពេញកាន់ទៅជាមួយសាច់អាំងដល់បណ្ណសាលាហើយបបួលតាបោះថាលោកម្ចាស់ចូលសាក់ផឹកទឹកនេះលើមើលអ្នកទាំងពីរនោះក៏បានបរិភោគសាច់ហើយផឹកទឹកជាមួយគ្នាទៅដោយប្រការដូច្នេះទឹកផឹកនោះឯងក៏កើតមានឈ្មោះថាសូរាថាសូរាខ្លះថាវរុណីខ្លះព្រោះព្រានសូរៈនិងវរុណៈតបោះបានឃើញចឹងណាពាក្យថាសូរាហ្នឹងគឺឈ្មោះទៅតាមបរោះនឹងឈ្មោះថាសូរៈហ្នឹងវរុណៈហ្នឹងគេមិនសូវឮទេហៅថាសូរារហូតមកសពថ្ងៃហ្នឹងហើយចំណែកសូរៈព្រាមនិងវរុណៈតបោះទាំងពីរនាក់ហ្នឹងបានគិតគ្នាថាមានឧបាយដើម្បីរកស៊ីឲ្យយើងចឹងក៏ដាក់សូរាក្នុងពងឫស្សីរហូតពេញហើយនាំគ្នារែកទៅរហូតដល់បច្ចន្តនគរហើយមនុស្សនោះក្រាបទូលបរិជាថាមានមនុស្សធ្វើទឹកផឹកមកគាល់បរិជាទើបត្រាស់ប្រាប់ឲ្យជនទាំងពីរនាក់នោះចូលគាល់ដល់ទៅចូលគាល់ហើយនាំមកទឹកផឹកហ្នឹងចូលទៅថ្វាយទឹកស្វឹងហ្នឹងបរិជាទ្រង់សោយបានពីរបីដងទ្រង់ក៏ស្វឹងតែទឹកស្វឹងនោះល្មមសោយបានត្រឹមតែមួយថ្ងៃពីរថ្ងៃប៉ុណ្ណោះតមកបរិជាត្រាស់សួរជនទាំងពីរនាក់ថាទឹកប្រភេទនេះមាននៅទីកន្លែងណាខ្លះគេក៏នាំគ្នាក្រាបទូលថាមហាបពិតមានព្រះអង្គព្រះជាត្រាស់សួរថាមាននៅទីណាថានៅព្រៃហេមពាន្តព្រះជាក៏បង្គាប់ថាបើដូច្នោះអ្នកទាំងពីរហ្នឹងចូលទៅនាំយកមកជនទាំងពីរហ្នឹងក៏ទៅនាំយកមកហើយក៏ប្រឹក្សាគ្នាថាយើងនឹងមិនអាចទៅនាំមកញយបានទេព្រោះវាឆ្ងាយណាដល់ព្រៃហេមពាន្តចឹងទើបកំណត់ចំណាំគ្រឿងផ្សំទាំងពួងដែលវាកើតនៅក្នុងព្រុងឈើហ្នឹងហើយបានយកសម្បកជាដើមរស់ដើមឈើនោះមកដាក់ជាគ្រឿងផ្សំគ្រប់យ៉ាងហើយតាំងជាសូរាឡើងក្នុងនគរហើយអ្នកនគរនោះនាំគ្នាផឹកសូរារហូតដល់ស្ដីប្រមាថស្វឹងធ្លាក់ខ្លួនទាល់ក្រទៅវាគិតទៅរឿងផឹកទឹកស្វឹងនោះវាអត់ធ្វើការងារអីកើតចូលធ្លាក់ខ្លួនក្រទៅនគរនោះក៏ដូចជាក្រុងដែលគេបោះបង់ដូចថាវាអត់មានមនុស្សធ្វើការអីដូចនគរដែលគេបោះបង់ចោលវាស្វឹងហើយដេកអញ្ចឹងគាត់ទៅផឹកធ្វើការងារកើតអញ្ចឹងជនទាំងពីរនាក់ហ្នឹង
ទើបលបរត់គេចចេញទៅនគរដតីទៅកាន់ក្រុងពារាណសីម្ដងហើយក៏បានឲ្យក្រាបទូលព្រះរាជាដូចមុនចឹងថាមានមនុស្សនឹងធ្វើទឹកផឹកមកគាល់ព្រះបាទពារាណសីត្រាស់បង្គាប់ឲ្យជនទាំងពីរចូលគាល់ហើយព្រះរាជាទានស្បៀងដល់ជនទាំងពីរនាក់នោះជនទាំងពីរនាក់នោះក៏ជួយគ្នាចាត់ចែងផ្សំសុរាឡើងក្នុងក្រុងពារាណសីនោះហើយសូម្បីព្រះនគរនោះក៏វិនិច្ឆ័យទៅដូចនេះទៀតដូចជានគរដែលគេបោះបង់ចោលចឹងម្នាក់វាធ្លាក់ខ្លួនក្រទៅដោយសារផឹកគ្រឿងស្វឹងហ្នឹងហើយអស់ពីនគរពារាណសីហ្នឹងអ្នកទាំងពីរទៅក្រុងសាកេតម្ដងសាកេតហ្នឹងវាត្រូវអន្តរធានទៅទៀតចេញពីសាកេតទៅក្រុងសាវត្ថីទៅដល់សាវត្ថីម្ដងហើយគ្រានោះព្រះបាទសព្វមិត្តបានជាក្សត្រក្នុងព្រះនគរសាវត្ថីទ្រង់ធ្វើការសង្គ្រោះដល់ជនទាំងពីរនោះហើយត្រាស់សួរថាពួកអ្នកត្រូវការវត្ថុអ្វីខ្លះក្រាបទូលថាខ្ញុំព្រះអង្គនោះត្រូវការឫសឈើដើម្បីផ្សំជាមួយម្សៅស្រូវសាលីនិងពាង500ព្រះរាជាក៏ត្រាស់ឲ្យប្រទានគ្រប់យ៉ាងចឹងព្រានសូរៈនិងវរុណៈតបបានផ្សំសូរាដាក់ក្នុងពាង500តាំងទុកហើយបំណងនឹងការពារពាងព្រោះខ្លាចមានកណ្ដុរមករកគួនក៏ចាប់សត្វឆ្មាហ្នឹងចងក្បែរពាងហ្នឹងពាងមួយមកក្បាលដែលឆ្មាហ្នឹងវានាំគ្នាផឹកទឹកសូរ៉ាដែលវាហូរត្រង់មាត់ពាងហ្នឹងក្នុងវេលាដែលពាងនោះវាពេញរហូតស្វឹងដេកលក់ទៅហើយពួកកណ្ដុរមកខំតិចចំមោះពុកមាត់នឹងកតុយឆ្មាហើយក៏នាំគ្នារត់ទៅតែពួកអ្នករាយការណ៍របស់ព្រះរាជាគិតថាឆ្មាផឹកសូរ៉ានាំគ្នាងាប់អស់ទើបទៅក្រាបទូលព្រះរាជាឲ្យទ្រង់ជ្រាបព្រះបាទសព្វមិត្តទ្រង់ឃើញថាជនទាំងពីរនេះនឹងធ្វើនៅថ្នាំពឹសទើបត្រាស់ឲ្យកាត់ក្បាលជនទាំងពីរអ្នកនោះទៅហើយជនទាំងពីរនោះយំរៀបរាប់ទូលថាបបិទ្ធមហារាជផឹកសូរ៉ាមានរសឆ្ងាញ់ព្រះអង្គមុនងាប់នោះយំរៀបរាប់អញ្ចឹងថាផឹកស្រានោះមានរសឆ្ងាញ់ព្រះអង្គរហូតដល់ស្លាប់ទៅហើយគ្រានោះព្រះរាជាត្រាស់ឲ្យប្រហារជីវិតជនទាំងពីរហើយទ្រង់មានព្រះរាជអង្គការថាពួកអ្នកចូលបំបែកពាងចេញហើយចំណែកឆ្មាទាំងឡាយកាលអធិពលរបស់សូរ៉ាវាសាបរៀបទៅក៏ស្វាងហើយក៏ក្រោកឡើងរត់លេងបានពួករាជបរិសឃើញនៅឆ្នោះទើបក្រាបទូលព្រះរាជាឲ្យទ្រង់ជ្រាបព្រះរាជាត្រិះថាបើទឹកសូរ៉ាមានពឹសឆ្មាគង់នឹងងាប់ប្រហែលមានរសឆ្ងាញ់ហើយយើងនឹងសាកផឹកមើលទើបត្រាស់ឲ្យប្រដាប់តាក់តែងព្រះនគរឲ្យសាងមណ្ឌពត្រង់ខាងមុខបលៀនលួងស្រេចហើយទ្រង់ប្រថាប់លើរាជបល្ល័ង្កលើកស្វេតឆ័ត្រឡើងខាងលើមណ្ឌពដែលតាក់តែងហើយហៅហមដោយពួកអាមាត្យមុខមន្ត្រីផឹកសូរ៉ាគ្រានោះសកទេវរាជទ្រង់ត្រួតមើលសត្វលោកថាជនពួកណាខ្លះណោមិនប្រមាទក្នុងការទំនុកបំរុងមេដាបិតាជាដើមធ្វើនៅសុចរិត3ឲ្យពេញបរិបូរណ៍ដល់ទៅឃើញប្របាទសព្វមិត្តនោះដែលប្រថាប់គង់ដើម្បីនឹងផឹកសូរ៉ាចឹងស្កទេវរាជក៏ត្រិះរិះថាបើប្របាទសព្វមិត្តនេះនឹងផឹកស្រាសោតសកលចម្ពោះទ្វីបនឹងត្រូវវិនាសយើងនឹងត្រូវដោះស្រាយដោយវិធីដែលនឹងឲ្យស្ដេចវាចាក់ការផឹកកទេវរាជគិតចឹងហើយទ្រង់ក៏ដាក់ក្អមមួយដែលពេញទៅដោយសូរ៉ាទុកត្រង់បាតពហោះបាតដៃនឹងហើយខ្លែងភេទជាព្រាមស្ដេចមកឈរនៅក្នុងអាកាសត្រង់ទីចំពោះពភៈព្រះបាទសព្វមិត្តហើយត្រាស់ថាអ្នកទាំងឡាយចូលទិញក្អមនេះព្រះបាទសព្វមិត្តទតប្រណិតទៅឃើញព្រាមឈរនិយាយនៅកណ្ដាលអាកាសអញ្ចឹងសង្ស័យថាព្រាមនេះមកពីទីណាណោអញ្ចឹងក៏បានសន្ទនាជាមួយព្រាមដោយពាក្យជាគាថាលោកជានរណាមកអំពីត្រៃទឹកឬទើបមានរស្មីស្វាងស្វ័យប្រកបនៅក្នុងអាកាសដោយព្រះច័ន្ទបញ្ចេញពន្លឺក្នុងយាមរត္តិកាដូច្នោះរស្មីផ្សាយចេញអំពីខ្លួនលោកដោយផ្លេកបន្ទោក្នុងវេហាដូច្នោះលោកជន់ដុំពពកដែលប្រះចាក់ខ្យល់ក្នុងអាកាសបានដើរនឹងឈរក្នុងអាកាសបានរិទ្ធរបស់ទេវតាទាំងឡាយដែលមិនត្រូវដើរឆ្ងាយដោយជើងលោកបានធ្វើឲ្យជាទីតាំងនិងឲ្យចម្រើនល្អហើយយ៉ាងណាបានថានៅតែការមកហ្នឹងមិនមែនមកដោយជើងទេវាត្រូវតាក់ទងដោយរិទ្ធហើយលោកជានរណាមកឈរក្នុងអាកាសស្រែកលក់ក្អមឬថាក្អមរបស់លោកនេះប្រើប្រយោជន៍អ្វីបានព្រាមសូមលោកប្រាប់សេចក្តីនោះដល់ខ្ញុំចោះលំដាប់នោះសកទេវរាជត្រាស់ថាបើដូច្នោះលោកចូលស្ដាប់កាលនឹងទ្រង់សម្ដែងទោសរបស់សូរ៉ា
ក៏បានត្រាស់ថាក្អមនេះមិនមែនក្អមទឹកដោះថ្លាមិនមែនក្អមប្រេងមិនមែនក្អមទឹកអំពៅមិនមែនក្អមទឹកឃ្មុំទោសរបស់ក្អមនេះមានមិនមែនតិចលោកចូលស្ដាប់ទោសដ៏ច្រើនដែលមានក្នុងក្អមនេះបុគ្គលផឹកទឹកប្រភេទណាហើយដើរត្រៀតត្រោតធ្លាក់ទៅក្នុងអណ្ដូងជ្រោះរណ្ដៅទឹកជ្រាំនិងរណ្ដៅស្មោកគ្រោកក៏បីបរិភោគរបស់ដែលមិនគួរបរិភោគសំបីច្រើនបានលោកចូលទិញក្អមនេះដែលពេញទៅដោយទឹកប្រភេទនោះបុគ្គលផឹកទឹកប្រភេទណាហើយមិនមានការគ្រប់គ្រងចិត្តដើរចច្រប់ដោយគោស៊ីកាកសូរ៉ាដូច្នោះដូចជាដាច់ទីពំនាក់រមែងរំច្រៀងលោកចូលទិញក្អមនេះដែលពេញដោយទឹកប្រភេទនោះបុគ្គលផឹកទឹកប្រភេទណាហើយដោះសម្ពុតអាក្រាតកាយដោយពួកអាចារ្យកៈត្រាច់ទៅតាមច្រកតាមផ្លូវក្នុងក្រុងមានចិត្តវង្វេងងាយងងដេកហួសវេលាលោកចូលទិញក្អមនេះដែលពេញទៅដោយទឹកប្រភេទនោះបុគ្គលផឹកទឹកប្រភេទណាហើយក្រោកឡើងត្រៀតត្រោតញ័រក្បាលនិងលើកដៃឡើងរាំដូចជារូបយន្តដែលធ្វើដោយឈើដូច្នោះលោកចូលទិញក្អមនេះដែលពេញទៅដោយទឹកប្រភេទនោះបុគ្គលផឹកទឹកប្រភេទណាហើយដេកលក់រហូតត្រូវភ្លើងឆេះនិងត្រូវស៊ីអាហារដែលជាសំណល់សំណក់បានរមែងដល់នៅការត្រូវចាប់ចងត្រូវសម្លាប់និងវិនាសចាកភោគៈលោកចូលទិញក្អមនេះដែលពេញទៅដោយទឹកប្រភេទនោះបុគ្គលផឹកទឹកប្រភេទណាហើយនិយាយពាក្យដែលមិនគួរនិយាយអង្គុយបបាច់បបោយក្នុងទីប្រជុំប្រឆាសម្ពុតប្រឡាក់ប្រឡោកលិចចុះនៅក្នុងភាពអាក្រាតកាយមានតែរឿងវិនាសចូលទិញក្អមនេះដែលពេញទៅដោយទឹកប្រភេទនោះបុគ្គលផឹកទឹកប្រភេទណាហើយអួតអាងភ្នែកស្រវាំងយល់ថាផែនដីទាំងអស់ជារបស់យើងតែម្នាក់ព្រះរាជាសំបីមានមហាសមុទ្រ4ជាខណ្ឌសីមាក៏មិនស្មើនឹងយើងលោកចូលទិញក្អមនេះដែលពេញទៅដោយទឹកប្រភេទនោះបុគ្គលផឹកទឹកប្រភេទណាហើយប្រកាន់ខ្លួនបង្កចំនួនវិវាទញុះញង់សោកសៀតមានពណ៌សម្បុរគួរខ្ពើមជាអ្នកអាក្រាតកាយរត់ផ្ដេសផ្ដាសមានអាការៈដូចអ្នកលេងជាន់ចាស់លោកចូលទិញក្អមនេះដែលពេញទៅដោយទឹកប្រភេទនោះត្រកូលទាំងឡាយដែលស្ដុកស្ដំសម្បូរមានទ្រព្យច្រើនពាន់មានហើយនៅក្នុងលោកសូរ៉ាប្រភេទនេះធ្វើឲ្យដាច់ចាក់ភាពជាទាយាទបានលោកចូលទិញក្អមនេះដែលពេញទៅដោយទឹកប្រភេទនោះស្រូវអង្ករទ្រព្យមាសប្រាក់ស្រែចម្ការគោក្របីក្នុងត្រកូលណារមែងវិនាសទៅត្រកូលដែលស្ដុកស្ដំទាំងឡាយនឹងដាច់សូន្យទៅព្រោះផឹកទឹកប្រភេទណាលោកចូលទិញក្អមនេះដែលពេញទៅដោយទឹកប្រភេទនោះបុគ្គលផឹកទឹកប្រភេទណាហើយជាបុគ្គលរឹងរូសអាក្រក់ជាមាតាបិតាចាប់ទោសម្ដាយក្មេកនិងកូនប្រសាលោកចូលទិញក្អមនេះដែលពេញទៅដោយទឹកប្រភេទនោះនារីផឹកទឹកប្រភេទណាហើយคล้ายជាបុគ្គលរឹងរូសអាក្រក់ជាឪពុកក្មេកម្ដាយក្មេកនិងស្វាមីចាប់ពាល់ទាស័កនិងអ្នកបម្រើអ្នកជួយបានលោកចូលទិញក្អមនេះដែលពេញទៅដោយទឹកប្រភេទនោះបរិសផឹកទឹកប្រភេទណាហើយសម្រាប់សាមណៈឬព្រាហ្មណ៍អ្នកតាំងនៅក្នុងធម៌បានគេក៏បីទៅកាន់អបាយព្រោះកម្មនោះជាហេតុលោកចូលទិញក្អមនេះដែលពេញទៅដោយទឹកប្រភេទនោះជនទាំងឡាយផឹកទឹកប្រភេទណាហើយប្រព្រឹត្តទុច្ចរិតតាមផ្លូវកាយវាចានិងផ្លូវចិត្តបានរមែងទៅកាន់នរកព្រោះប្រព្រឹត្តទុច្ចរិតលោកចូលទិញក្អមនេះដែលពេញទៅដោយទឹកប្រភេទនោះជនទាំងឡាយណាសំបីលះបង់ប្រាក់ដ៏ច្រើនមកអង្វរបរោះណាដែលមិនធ្លាប់ផឹកសូរ៉ាឲ្យនិយាយកុហករមែងមិនបានក្នុងគ្រាមុនក្រោយមកបរោះនោះគ្រាផឹកសូរ៉ាហើយរមែងនិយាយលេះលោះផ្ដេសផ្ដាសបានលោកចូលទិញក្អមនេះដែលពេញទៅដោយទឹកប្រភេទនោះក្នុងការទទួលនាំសារបុគ្គលផឹកសូរ៉ាប្រភេទណាកាលត្រូវគេប្រើទៅក្នុងករណីយកិច្ចប្រញាប់គេសំបីត្រូវការសាកសួរក៏និយាយមិនដឹងរឿងដែរលោកចូលទិញក្អមនេះដែលពេញទៅដោយទឹកប្រភេទនោះជនទាំងឡាយផឹកទឹកប្រភេទណាហើយសំបីនឹងធ្លាប់មានការអៀនខ្មាស់ក៏រមែងធ្វើនៅសេចក្តីមិនអៀនខ្មាស់ឲ្យប្រកបបានសំបីជាបុគ្គលល្អមានបញ្ញាក៏មិននិយាយច្រើនមិនបានលោកចូលទិញក្អមនេះដែលពេញទៅដោយទឹកប្រភេទនោះជនទាំងឡាយផឹកទឹកប្រភេទណាហើយច្រើនដេកត្បល់ក្បាលគ្នាអត់បាយក្រហាយទឹកដេកជាទុកលើផែនដីមានសម្បុរអាក្រក់អស់សេរីនិងត្រូវនន្ទាលោកចូលទិញក្អមនេះដែលពេញទៅដោយទឹកប្រភេទនោះជនទាំងឡាយផឹកទឹកប្រភេទណាហើយដេកធ្លាក់កដូចជាគោដែលត្រូវក្រោះចងកវាយរិទ្ធសូរ៉ាមិនធ្វើឲ្យមនុស្សមានការអត់ទ្រាំ
ដោយល្អបានឡើយលោកចូលទិញក្អមនេះដែលពេញទៅដោយទឹកប្រភេទនោះមនុស្សទាំងឡាយរមែងវាចាកការផឹកទឹកប្រភេទណាដែលប្រៀបដូចជាពស់មានពិសនរជនណាណគួរនឹងផឹកទឹកប្រភេទនោះដែលដូចជាថ្នាំពិសក្នុងលោកចូលទិញក្អមនេះដែលពេញទៅដោយទឹកប្រភេទនោះអរោះទាំងឡាយរបស់ស្ដេចអន្តកៈនិងវេនកៈផឹកទឹកប្រភេទណាហើយនាំស្រីទៅបម្រើនៅត្រង់មាត់សមុទ្រប្រហាគ្នានឹងគ្នាលោកចូលទិញក្អមនេះដែលពេញទៅដោយទឹកប្រភេទនោះបុព្វទេពគឺអសុរៈទាំងឡាយផឹកទឹកប្រភេទណាហើយស្រវឹងរហូតចុតិចៈត្រៃភពគឺតាវតឹងទេវលោកនៅសម្គាល់ខ្លួនថាទៀងប្រព្រឹត្តទៅជាមួយអសុរៈមាយាមហារាជបរោះដែលឆ្លាតដូចជាព្រះអង្គការជ្រាបថាផឹកទឹកប្រភេទនោះជាទឹកស្រវឹងរកប្រយោជន៍មិនបាននឹងផឹកធ្វើអ្វីមហារាជក្នុងក្អមនេះមិនមានទឹកដោះជូរឬទឹកឃ្មុំទេព្រះអង្គដឹងយ៉ាងនេះហើយសូមទ្រង់ចូលជឿចោះបបិទ្ធព្រះសព្វមិត្តវត្ថុដែលនៅក្នុងក្អមនេះខ្ញុំប្រាប់ដល់ព្រះអង្គហើយតាមសេចក្តីពិតយ៉ាងនេះឯងព្រះបាទសព្វមិត្តទ្រង់ស្ដាប់ដូច្នោះទ្រង់ក៏ជ្រាបទោសរបស់សូរាពេញប្រតិការនឹងទ្រង់សរសើរសកទេវរាជបានត្រាស់ពីគាថាថាលោកមិនមែនជាបិតាឬមាតារបស់ខ្ញុំជាបុគ្គលប្រភេទណាមួយដែលជាអ្នកមានបំណងអនុគ្រោះប្រាថ្នាប្រយោជន៍ដ៏យ៉ាងក្រៃលែងដល់ខ្ញុំនឹងធ្វើតាមពាក្យរបស់លោកក្នុងថ្ងៃនេះខ្ញុំនឹងឲ្យស្រុកសួយ5ស្រុកទាសី100នាក់គោ700ក្បាលនិងរត់ទឹមដោយសេះអាចិន័យ10ដល់លោកសូមលោកអ្នកប្រាថ្នាប្រយោជន៍ជាអាចារ្យរបស់ខ្ញុំចោះឲ្យយកស្រុកសួយ5ហ្នឹងប្រាក់ចំណូលពីស្រុកស្រួយហ្នឹងមួយឆ្នាំហ្នឹងបាន100,000កហបណៈហើយរត់ហ្នឹងគឺប្របាទសព្វមិត្តហ្នឹងគឺឲ្យរត់ដែលដល់វិចិត្រដោយមាសរត់ដែលវិចិត្រដោយមាសចំនួន10ទៅដល់អន្តព្រាមហ្នឹងប៉ុន្តែបរិជាតិដឹងថាប្រអិនដែរសកទេវរាជទ្រង់ស្ដាប់ដូច្នោះការនឹងទ្រង់សម្ដែងអត្តភាពរបស់ទេវតាឲ្យប្របាទសព្វមិត្តទ្រង់ស្គាល់ព្រះអង្គទើបប្រថាប់ឈរក្នុងអាកាសត្រាស់ពីគាថាថាព្រះរាជាទាសីស្រុកសួយគោនឹងរត់ទឹមដោយសេះអាចេន័យចូលជារបស់ព្រះអង្គដោយដើមចុះខ្ញុំជាសកទេវរាជជាកំពូលនៃទេវតាជាន់ត្រៃទិព្វព្រះអង្គចូលសោយព្រះកយាហាទឹកដោះថ្លានិងបាយបាយ័សក៏បីសោយនំកម៉ាស់ដែលមានឲ្យជារសព្រះអង្គជាធំលើប្រជាជនព្រះអង្គចូលត្រេកអរក្នុងធម៌ដែលនរណាមិនតេះដៀលដោយអាការៈយ៉ាងនេះនឹងចូលដល់លោកជាដែននៃសួគ៌សកទេវរាជការទ្រង់ប្រទានឱវាទដល់ព្រះបាទសព្វមិត្តដោយប្រការដូច្នេះហើយស្ដេចក៏ទៅកាន់វិមានរបស់ព្រះអង្គក្នុងរំពេចនោះឯងចំណែកព្រះបាទសព្វមិត្តទ្រង់ក៏មិនផឹកសូរាទ្រង់បង្គាប់ឲ្យបំបែកភាជនៈស្រានោះទាំងអស់ហើយទ្រង់សមាទានសិលបរិច្ចាគទានបានជាអ្នកមានសួគ៌ជាទីទៅខាងមុខការផឹកស្រាក៏កើតមានការនិយមទូលំទូលាយជាប់តគ្នាទូទាំងចម្ពោះទ្វីបក្រោយមកនោះគឺការផឹកស្រានោះក៏កើតមានការនិយមទូលំទូលាយជាប់តគ្នាទូទាំងចម្ពោះទ្វីបព្រះសាស្តាគ្រានាំធម្មទេសនានេះមកសម្ដែងហើយទ្រង់ប្រជុំជាដកថាព្រះរាជាក្នុងការនោះបានមកជាអនន្តរីឯសកទេវរាជក្នុងគ្រានោះគឺតថាគតនេះឯងចប់អត្ថកថាកុម្ភៈជាដក